ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងទៅ download វីដេអូនិងរូបភាពចេញពី website សាវហុងស៊ូឬក៏យើងធ្លាប់ស្គាល់ថាជា Red Note កម្មវិធីវាណាហើយនឹង website មួយទៀតគឺ Medal TV គឺជា website game ដែលមានវីដេអូខ្លីៗជាភាគច្រើនជា game computer ណាអញ្ចឹងខ្ញុំបង្ហាញបងប្អូនពី website សាវហុងស៊ូទៅមុន website នេះគឺបងប្អូនត្រូវតែមាន account អត់ account គឺធ្វើការបានទេហើយបើក្នុងករណីបងប្អូនចង់ download ច្រើនគឺបងប្អូនត្រូវមាន account លើសពីមួយដើម្បីធ្វើការផ្លាស់ប្ដូរយក cookie គ្នាណាព្រោះ website នេះចាប់អញ្ចឹងបងប្អូនធ្វើការ log in account ហើយបងប្អូនត្រូវពិនិត្យមើល account យើងសិនព្រោះ account យើងពេលខ្លះចូលមកអញ្ចឹងអត់ដឹងថាវាចាប់មិនចាប់ទេបងប្អូនចូលទៅក្នុងវីដេអូរបស់គេណាមួយទៅយើងមើលវីដេអូទៅបើសិនជាមើលបានអត់មាន load QR code ទេគឺអូខេបើមាន load QR code គឺយើង log in ចេញពី app គឺយើង scan ចូល profile របស់app ក្នុងទូរស័ព្ទហើយយើង scan QR code មកហើយមួយទៀតបងប្អូនចូលទៅក្នុង profile របស់គេបើសិនជាមាន load ផ្ទាំងឬក៏ QR code គឺយើង scan QR code ទៀតបើមាន load ផ្ទាំងណាមួយយើងបកប្រែទៅបញ្ជាក់ថាវាមានបញ្ហាបានថា account យើងត្រូវបានចាប់ហើយយើងទុកចោលកន្លះម៉ោង1ម៉ោងសិនហើយបន្តមកទៀតយើងអូសចូលអូសឡើងហើយយើងចុចមើលផុសមកគេទៀតចុចមើលវីដេអូទៀតបើសិនជាយើងអាចមើលវីដេអូបានអូខេបើសិនមាន QR code scan QR code មកមាន load ផ្ទាំងថាយើងមើលវីដេអូអត់បានទេគឺ account យើងចាប់ហើយយើងទុកចោលសិនណាអញ្ចឹងបងប្អូន log in account នេះគឺ log in ទៅលើ browser នឹងដដែលហើយកុំ log in លើ browser ផ្សេងមិនថាលើទូរស័ព្ទមួយលើ browser មួយដើម្បីជៀសវាងការចាប់ហើយចំពោះការយក cookie ហ្នឹងគឺបងប្អូនចូលទៅក្នុង extension របស់យើងដដែលហើយទៅដល់យកពាក្យថា copy ចេញមកហើយយើងចូលទៅក្នុង setting របស់ tool snapkey ហើយបន្ទាប់មកយើងធ្វើការចូលទៅក្នុងផ្ទាំងរបស់ Xiao Hongsu ហើយយើងធ្វើការផាសអញ្ចឹងបើផាសខុស platform គឺវាអត់ទទួលទេ cookie មកណាគេគឺយើងទៅផាសនៅនឹងណាហើយបន្ទាប់មកយើងអាចធ្វើការកំណត់វីដេអូឬក៏ content ដែលយើងចង់ download មកខ្ញុំដាក់100 យូរពេកដាក់10ទៅបានទេអ៊ីនធឺណិតខ្ញុំខ្សោយដែរហើយខ្ញុំនឹងធ្វើការ download thumbnail ព្រោះយើងអាច download thumbnail ហើយវីដេអូខ្ញុំយក18ឬក៏បងប្អូនអាចយក best available គឺ 2K ហើយបន្តមកទៀតខ្ញុំនឹងចូលទៅយក content ណាមួយដែលខ្ញុំចង់ download ឧទាហរណ៍ថា content មួយនេះអញ្ចឹងបងប្អូនប្រមូល content យកមកដាក់នៅក្នុង tool អាចដាក់ទៅក្នុង queue ក៏បានឬក៏ scrap now ក៏បានប៉ុន្តែមុននឹងធ្វើការចាប់ផ្ដើម scrap ឬក៏ download គឺបងប្អូនបិទផ្ទាំងនៅលើ browser អស់ដើម្បីកុំឲ្យមានថាយើងបើក account នៅលើ browser ផងហើយយើងយក cookie ទៅដាក់ឲ្យ tool បើកផងគឺវាពីរកន្លែងអញ្ចឹងពេលខ្លះវាចាប់អត់ឲ្យធ្វើការទេនៅទៀមទា scan QR code ទៅវិញទៅមកនៅហ្នឹងណាបើនៅលើទូរស័ព្ទអត់ឲ្យយើងធ្វើមិនទៅ browser ផ្សេងណាហើយតោះមកយើងធ្វើការចុច scrap ហើយទុកពេលឲ្យវាធ្វើការបន្តិចទៅបន្ទាប់ពីវាធ្វើការ scrap បានហើយវាអាចនឹងធ្វើការយូរបន្តិចទៅតាមអ៊ីនធឺណិតរបស់បងប្អូនឬក៏ពេលខ្លះវាមានការចាប់ account យើងអញ្ចឹងណាអញ្ចឹងយើងទុកពេលវាបន្តិចទៅនៅពេលដែល download នឹងដំបូងគឺវានឹងចាប់ថា content គឺជាប្រភេទវីដេអូទាំងអស់ហើយនៅពេលដែល download បានជាក់ស្ដែងថាជាប្រភេទរូបគឺក៏វីដេអូអញ្ចឹងណាអញ្ចឹងយើងចុច start download មកឲ្យវាធ្វើការចាប់ផ្ដើម download អញ្ចឹងនៅពេលដែលធ្វើការ download បានដឹងដូចជាមួយនេះគឺជាប្រភេទរូបភាពអញ្ចឹងប្រភេទរូបភាពគឺយើងបើក folder ទៅគឺវានឹងទុកនៅក្នុង folder thumbnail ដោយសារវាជាប្រភេទរូបភាពអញ្ចឹងវា download បានរូបភាពមកនេះហើយចំពោះមួយណាដែលជាប្រភេទវីដេអូវានឹង download វីដេអូដោយសារយើង scrap មកវាប៉ះរូបភាពបានទាំងអស់អញ្ចឹងវានឹងធ្វើការ download ប្រភេទរូបភាពឯងហើយបើសិនជាមានវីដេអូវានឹងធ្វើការ download វីដេអូមកអញ្ចឹងខ្ញុំបង្ហាញពី platform មួយទៀតplatform នេះគឺ Medal TV គឺជា platform សម្រាប់ game បងប្អូនចូលមកក្នុងកន្លែង game មកហើយយើងអាច search ក៏បានឬក៏បងប្អូនចុចទៅមើល game មួយថាណាគេលេងខ្លះបងប្អូនអូសមកក្រោមនេះឃើញវីដេអូគេលេងហើយអញ្ចឹងបើយើងចូលទៅមើល game ហ្នឹងមកហើយយើងចុចកន្លែង profile អញ្ចឹងម្នាក់នេះគាត់លេង Minecraft អញ្ចឹង Minecraft គាត់មានវីដេអូអីអញ្ចឹងមកអញ្ចឹងនេះគឺជា profile របស់គាត់យើង copy link profile របស់គាត់មក link profile គឺ U ហើយមានឈ្មោះ username គេណាហើយបន្ទាប់មកយើងដាក់នៅក្នុង tool របស់យើងផាសមកសម្រាប់ website នេះគឺយើងអត់ត្រូវការ cookie ទេគឺយើងដាក់យកហ្មងគ្រាន់តែ website ហ្នឹងរៀងយូរបន្តិចអញ្ចឹងខ្ញុំធ្វើ setting សិន setting គឺខ្ញុំយកតែ10មកបានហើយដើម្បី testing ហើយបន្ទាប់មកយើងធ្វើការ scrap អញ្ចឹងវាត្រូវការពេលបន្តិចហើយវារៀងធ្ងន់ដែរ website ហ្នឹងវាយឺត
tại sao vì mình style video ấy chờ đấy này chẳng những tục về lại video cả mình tích thế chẳng bắt đầuពីវាធ្វើការមកស្ទុះមកគឺវានឹងទទួលបាន link download ហើយជាមួយនឹង title មកស្រាប់ណាអញ្ចឹងបងប្អូនគ្រាន់តែចុច download មកបានហើយចំពោះ platform មួយនេះវីដេអូវារៀងធំម្ដុំ10 20 30 មេអញ្ចឹងអ៊ីនធឺណិតយើងក៏គួរសមហើយយើងលេ thread មិនតែឲ្យមកល្មមមកព្រោះវាវីដេអូមេធំច្បាស់ដោយសារថតពី computer មកអញ្ចឹងណាប៉ុណ្ណឹងអាចបងប្អូនតាក់ទងជាមួយនឹង platform គឺយើងបន្ថែម Red Note ឬក៏ Xiaohongshu ជាមួយនឹង Medo TV សង្ឃឹមថាគ្រប់គ្រាន់សម្រាប់តម្រូវការបងប្អូនអរគុណច្រើន